ចង់ឃើញទេសភាពគេចង់ឃើញផ្ទះគេវាលគេធំធេងប៉ុណ្ណាសบายចិត្តណៃខ្ញុំជឿថាមិនមែនមានតែដូនចាស់ខ្ញុំមួយទេដែលគាត់មិនដែលបានចេញពីស្រុកភូមិទៅតាមខេត្តឆ្ងាយលក្ខណៈដំណើរកំសាន្តដោយសារតែពួកគាត់ខំប្រឹងធ្វើការរាល់ថ្ងៃដើម្បីតែបាយ3ពេលនឹងឯងហើយនៅក្នុងស្រុកក្នុងភូមិក៏មិនមានសេវាសន្សំបែបដំណើរកំសាន្តអីដែរអញ្ចឹងហើយក៏ធ្វើឲ្យពួកខ្ញុំនឹងមានគំនិតមួយថាចង់បង្កើតកម្មវិធីមួយដែលអាចមានឱកាសធ្វើដំណើរទៅលេងខេត្តមួយដែលពួកគាត់អត់ដែលបានស្គាល់អត់ដែលបានទៅសំបីតែម្ដងក្នុងមួយឆាកជីវិតគាត់តែងតែឮគេនិយាយអំពីខេត្តនឹងជាហូរហែថាខេត្តនឹងមានសមុទ្រមានព្រៃកោងកាងមានផ្លូវស្អាតជាពិសេសពួកគាត់ចង់ជិះឡានអាធំនឹងដែលគេហៅថាឡានក្រុងហើយពួកខ្ញុំក៏ពុំមានលទ្ធភាពដែលអាចធ្វើរឿងទាំងអស់នឹងបានទាំងស្រុងដែរអញ្ចឹងមានតែខ្ញុំធ្វើវីដេអូនឹងផ្សព្វផ្សាយឲ្យបងអូនជាម្ចាស់ហាងជួយជាវផលិតផលរបស់យើងឲ្យបានច្រើនដើម្បីឲ្យដំណើរកំសាន្តមួយនឹងវាកើតឡើងក្នុងខែ11ខាងមុខនឹងបេសកកម្មរបស់យើងមានតែត្រឹម31ថ្ងៃទេអញ្ចឹងខ្ញុំសង្ឃឹមថាបងអូនចូលរួមជាមួយនឹងក្រុមពួកខ្ញុំដែរអញ្ចឹងមកបងអូនមកជួយទិញផលិតផលយាយពីឥឡូវនឹងទៅដើម្បីបង្កើតក្តីសម័យរបស់ពួកគាត់ឲ្យคล้ายជាកម្មពិតសម្រាប់អ្នកចូលរួមចំណែកអាចទម្លាក់លេខដាក់ទីតាំងខាងពួកយើងផ្ញើអីវ៉ាន់ជូនអរគុណច្រើន